ព្រោះដោយសារឥឡូវ front line យើងមាន Fred មួយដែរ បី trick អីគេទៀតនេះ មើលមក hero white អស់លី ជុំ សក់គីឡូសក់គីឡូ វេមកតែវ៉ាវ Bitrix Franco ដូចមិញ អាចដែរ chip Lancelot ទៅសបុកចូលមកនេះ ហ្នឹងហើយតែចាប់កំពុងលូជាប់នឹងបរោយ ចាំបើគេ pick Bitrix យើងមិនដឹងថាគេ pick Rome អី ព្រោះដោយសារវគ្គនេះគឺជាវគ្គBroken Ball បាយដែរ Khalid Franco ទៅជាល្អតែបើ ព្រោះដោយសារបើយើងគិតទៅលើ full hero bot E7 មានដូច Atlas ដូចអីវាមិនមែន hero out pack ទេប៉ុន្តែ hero full Atlas ហ្នឹងនេះដែរ hero របស់ Andy ដែរចេះលេនហ្នឹង Khalid Wayne ណ៎ខែ Khalid hero និយាយទៅបើសិនយើងចង់លេខទម្រង់ pick up វានៅតែមានអញ្ចឹងតែបើ pick up ជាដុំវានៅសល់ Tiger សល់ Mino ដែរវាទុកសំណុកទុក counter ទៅលើនេះទៅលើ chip បាទ Mino Tiger នៅសល់យើងមិនបាច់តន់គិតរឿង Rome ទេឥឡូវសំខាន់ pick goal សិន pick goal Golan Moscow អត់ recommend ទេតែបើសិនជា Granger Bitrix Granger គាត់ថា Granger ច្រើន Granger Bitrix ទៅ Granger Bitrix ពីង aim ហ្នឹងហើយ ការសម្រេចចិត្តរបស់ខេតគាត់ ខេតគាត់ទេព្រោះដោយសារហ្គេមនេះមើលបើសិនជា Golan របស់ខាង Team Dark Knight នៅសល់Harrod អូ បាទ Fur វា Harrod Golan អញ្ចឹងមិន ចឹងបែរ Fur វាបាត់ហើយហ្នឹងយ៉ាសល់ Harrod មិន pick off ទេមិន pick off ចា Harrod ហ្នឹងមួយ chip ហ្នឹងម្នាក់ម្យ៉ាងជួនកាល chip អាចនឹង counter Harrod តែបើ Harrod គេ start អាចនឹង Harrod counter chip វិញ teleport មកហ៊ានចូលមកប្រកាកតែវាយនឹង សំខាន់យក Mino មកអម Harrod ហ្នឹងហើយ Mino យ៉ា Mino បានហើយគ្រាក៏បាន Mino ល្អជាង មាន heal ក្នុង Mino ល្អការ control ដូចតែគ្នាណាមួយ Harrod មាន chip សល់ ដល់ប្រភេទ Golan សល់ Granger យក Granger យ៉ា តួលេង Granger សល់ Granger Granger Experience លេងគេ Hello Granger ឡោះតំណងអី Granger Granger សក់គីឡូដែរសក់គីឡូជាន់ Fedrin គីឡូដែរ Granger គីឡូកុំត្រូវស្លាងយ៉ាងនេះតំណងណាឲ្យបោកហ្មងឆោយបោកយកហ្មងយល់មែនណាឆោយបោកយកបោកដល់ជាតិក្រោយហើយ hero Broken map Broken Ball ហើយវាត្រូវមួយ chip ទៀតព្រោះ hero ហ្នឹងវា mobility យឺតហ្នឹងដាក់ portal មកជន់ទាំងយល់ហ្មង Mino Tiger ពីរហ្នឹងមួយណាក៏ល្អដែរសម្រាប់ពី hero ហ្នឹងវាសិនល្អដូចគ្នា Mino ហើយមួយ Tiger Mino Tiger អាឡតហ្នឹងហួចទៅ EP តែពេលច្រើនចេះយក បាត់ដាំងឬក៏កតតល្អជាង ultimate នេះ បាត់ដាំងឬក៏កតតពីរហ្នឹងក៏ល្អជាងបាត់ដាំងឬក៏កតតស្រួលលេងជាងបាត់ដាំងក៏មាន immune កតតក៏អាចចាំ load back up លោតចេញដែរគឺ load back up បានដូចគ្នាអញ្ចឹងក៏ ឲ្យ ល្អ Fedrin front line ចាហ្នឹងក៏ល្អយ៉ាកណាត់ហ្នឹងក៏ល្អ ខេតគាត់ ម៉ាតែចកេះតិចបាត់ទៀតដើរ Fedrin ទៅទៅអត់សំតង់យកហ្មងបើសារតែ hero មកធាននេះអាចជួយច្រើនដល់ Harrod នៅ early game ដើម្បី switch farm ទេជួយបានតែមួយគឺមានតែ Fedrin ហ្នឹងហ្មងយ៉ាទី1ទី2វាលេងតែមួយ Fedrin ហ្នឹងហើយ combo មួយ Pasha ក៏ត្រូវដែរអញអត់ដឹងដែរនេះគឺជាការសម្រេចចិត្តរបស់ខូចក៏ដែរដែរឆ្លោះចង្កេះដែរម្ដងតែនិយាយថាបានម៉ាតាដានេះបង្កើន speed farm របស់ Fedrin នេះ រៃស្វតខឹកទុយបាទអូមកក្រោយមកសល់ពីអូនឯងលេងស្រួលបួខ្ញុំលេងមើលថាមកសល់ឥឡូវម្ដង2ក្រោយក្នុង2ដែរអើយយេមានអ្នកចាំមើលដៃអូមើល flicker 8នាក់ហ្នឹងហើយមានអីត្រូវលេងមាន start home អត់មាន high level account control បាទកលូជីស្រូបវាគេនាំចូលផ្ទះបាត់តែហ្គេមនេះយើងដូចឃើញហើយ D7 អាសាលេងមកធាតាហ្នឹងគឺជួយឲ្យគូសែនជាមួយនឹងការជំរុញឡើងឲ្យជាមួយជំរុញ speed farm របស់គាត់កាន់លឿនបាទហ្នឹងបើគាត់ពី Granger ទៅមកទាញអើយកាលមុនមកលេងដល់តែដល់ពេលឃើញគាត់ពី Harrod ខ្ញុំអត់រំពឹងថាគាត់ចេញមកធាតាណានិយាយតាមត្រង់តែបើយក Granger មកងាងដែរគេយកកលូមកយើងពិបាកបាញ់ហ៎បាទបាញ់អត់ចូលបាញ់ចំតែជួយបាទចឹងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់គូទី3គឺជាគូកូនបើរវាង Dark Knight Esport ប៉ះជាមួយនឹង Pro Esport មិញបើណាតាន់នេះទៅនៅណាតាន់មួយម៉ាតាដាមែន
หา អ ก็ ត់ខ្ញុំគិតថាហាត់វា VM ជាងតែអ អី ត់ យ៉ាក្រាមគាត់ អត់នេះយើងមើលអត់ឃើញជាការដកមកទៅតាមមក แบบปีบัตร check map early game mình giờ bạn khơiแบบmình cứ ta check map tôi làปีบัตรđây យ៉ា mà đây មិនដើរទៅជប់ đây bạn là khơi mà được 4 nè chẳng tôi làปีบัตรđây ហ្នឹង បាទអូ ចឹងវាចំណេញត្រង់ early game ចឹងដែរ លឿនណាស់ លឿន ខ្ញុំគិតថាបើទៅកន្លុកចិត្ត បាទអាយ៉ាបាទ Vincent ប៉ាជាមួយនឹងគូសែនដូចគ្នា មែនគូសែន Vincent អីចឹងតែឥឡូវគេមាន21 វ៉ាត់ ងើអើទៅយកទៅ បាទជាមួយនឹង Mobile Legends Project Next របស់យើងក៏បានចេញទូអង្គថ្មីគឺ Obsidian យ៉ា តាំងពីថ្ងៃ17ខែកញ្ញាមកម្លេះដល់ឥឡូវគឺយើងលេងបានហើយបាទ បានមួយហ្គេម ធ្វើការទិញឥឡូវនេះដើម្បីធ្វើការលេងជាមួយនឹង Obsidian Classic 2 game នឹងអាចដកក្នុង rank បាន តែបើយើងលេង5នាក់ដល់មិនបាច់លេង Classic និយាយទៅខ្ញុំ recommend មួយកុំយកឲ្យរងលេង Experience ឡើង បាទ បាទគួរ ចឹងយើងក៏មិនភ្លេចដែរជាមួយនឹងទូរស័ព្ទដៃ Infinix របស់យើងគឺជា official sponsor យើងធំយកហ្មងពី season ណាហើយយើងបានឃើញដែរជាមួយនឹង player ក៏គាត់បានលេងជាមួយនឹងទៅលើ device របស់ Infinix ដូចគ្នាបាទចឹងគឺប៉ាត់ជា M Stream អរគុណច្រើនមែនទែនសម្រាប់ Infinix សម្រាប់ការគ្រប់គ្រងក្នុងវិស័យ Mobile My Legends God មើលមួយ speed ណា សឹងគ្រប់គ្នាយកតែម្ដង បាទ តាម map ហើយយ៉ាចៅ stand ទៅលើសាយកតែម្ដងប៉ុន្តែដោយសារតែ stake ចូលទៅអត់ដល់ដូចគ្នាចឹងរត់តាមអាណយតែម្ដងទៅដល់ជាមួយនឹង Azu ធ្វើការធួនតែអត់ចំជាមួយនឹង Cram God ធ្វើការវាយមួយដកថយហើយបាទអូយបញ្ញាក់ បាទ បាទធ្វើលេង បញ្ញាក់មួយភ្លាមអត់ប៉ះទេបាទមានការ hold បាទ hold មកវិញ អូ chip យក rapid boot Cram God យកលឿនឲ្យពាក់ជៀនមួយ មិនគេយើងឃើញ Felix គាត់លេងជាមួយនឹង MLM S2 របស់គាត់គាត់លេង Festival Blood បាទ S1 របស់គាត់ Adaptive Attack ហើយ MLM ធំ Fighter មើលតនក្នុងលឿនពេក Festival Blood យកចាក់ឡើងឈាម ឥឡូវអាឡតឥឡូវគេលេងយ៉ាងដែរគេជិះយកឋានាសិទ្ធិហើយ បាទនេះបានឡើងឈាមក៏វារៀងមិនល្មមដែរ ហើយយើងមើលក្រាមគាត់អណយក្រាមគាត់អណយ បាទដល់មានការអស់ចោះអស់ឡើងប៉ុន្តែអាចនឹង fast total ដែរទេបាទ total មួយយកតែម្ដងពីវត្តមានរបស់ក្រាមក៏ប៉ុន្តែយកជាមួយនឹងសាអស់អាទីនេះគ្នា reset ជាមួយនឹង total ប៉ុន្តែយកជាមួយនឹងវត្តមានរបស់ boom แล้วក៏ឡើងពេញ passive ចាប់ទៅលើ defense ដែរទេអត់ទាន់ចាប់ទេជាមួយនឹង final slash មួយប៉ុន្តែពីវត្តមានរបស់ Pele แล้วក៏ចាក់ដាក់ខ្សែយកជាមួយនឹង total ទី1បាល់អស់ក្លាប់តែប៉ុន្តែយកជាមួយនឹង Azu ក៏បាត់បោះដាច់ first blood ពីវត្តមានរបស់ Dark Side แล้วក៏ដេញបាញ់យកទៅជាមួយនឹងការ rotate មកនេះគ្នាពី Vincent តែបកាពី Dark Side Oh my god Vincent auto skill មិន ជាមួយនឹង double kill ចាំភ្លាមមិញជាមួយនឹងមុននឹង total card មិញហ្នឹងគឺសាក៏គាត់ចាយ ultimate ហើយក្រាមគាត់ចាយ portal ហើយដូចគ្នា បាទ ប៉ុន្តែមិញដោយសារតែ team fight មិញហ្នឹងគឺមានការក្លុកពី boom ចូលទៅជន់ពេញ stack ប៉ុន្តែគាត់អត់ផ្លាងអាល់ទីទេគាត់ឃើញឈាមបោះ Azu រៀងលោបើគាត់ឡើងកជិះជន់យកមក ហ្នឹង បាទអញ្ចឹង total ទី1ចំណេញខ្លាំងមែនតើទៅលើ Dark Rai Esport បាទបោកទៅលើ Disven យកតែម្ដងពីក្រាមគាត់ អីយ៉ា យកបាន total ទី1ហើយយកបាន2 kill ទេណាមិញ បាទសំខាន់ kill ចូលទៅលើ Jungler ទេ បាទ បាទលេអា Felix game នេះ ខុសគ្នាម្នាក់មក level ហ្នឹង Felix ចាំ one shot ទៀតទៅតាមគិត ហ្នឹងហើយ ជំរឿរបស់ Felix មានតែមួយគឺ one shot only បាទចាំអត់បញ្ហាទេមានការចូលទៅ invite បន្ថែមទៀត Azu អាចនឹងយកជាមួយនឹង Jungle នេះបានដែរទេទាំងដល់ level លឹកគ្នាមក level ពីវត្តមានរបស់ Dark Side បាន expect តែគាត់ចង់លេង utility ណា game ហ្នឹងគាត់ចង់ផ្ដោតលើ utility វិញជាងប្រើ assassin លេងបាទ land boom ធំអាឡុតពិបាកចាក់គីឡូ សបាយណាគីឡូ game នេះ គីឡូធំហ្គេមនេះមើលក្រាមគាត់អង្គុយបើក map ឲ្យលោនោះ បាទ ដឹងយក hero យកទៅវាយគីឡូទេលោកអើយ មកលយ target hero swing ដល់ហ្នឹង យ៉ាអស់ហាទី Cousin ពី Cousin បំឆ្កាបេតតែបន្តតែសារមានវត្តមាន Disven នៅកន្លែងនោះ ហ្នឹង បាទ បាទយើងក៏ផ្លេចជាមួយនឹងកញ្ចប់ MLBB ទទួលបានពេជ្ររហូតដល់235ពេជ្រនិងលេង Mobile Legends តាមចិត្តយកតែម្ដងដើម្បីភ្ជាប់ប្រតិបត្តិកាយ16 15កាយ1កាយ2ត្រង់ជ្រូកបាទចេះតែកាយ16 86កាយ1ត្រង់ជ្រូកបាទជាស្អីនោះនេះជាមួយនឹងកម្រង Share Cap MLBB ផងដែរ បាទចឹងតតមានការ spawn មកជាមួយនឹង total ទី2តាមវត្តមានរបស់ Pro Esport អ្នកយកបានឬក៏បន្តការយកបានពី Dark Rai Esport ដូចគ្នាបាទ ជន់ ការ នេះ ចាំពេញជាមួយនឹង passive ឡើយបាទពីវត្តមានរបស់ Boom
ធ្វើការបំពេញជាមួយនឹង stake របស់គាត់ទៅលើ Asu ចាប់ផ្ដើមជាមួយនឹងការបុក RT យកតែម្ដងប៉ុន្តែសិនតែប្រជុំតែបន្តពីវត្តមានរបស់ D7 ធ្វើការចាប់បោក D7 បងវាយចៃ flicker មើលបណ្ដាពីវត្តមានរបស់ D7 បណ្ដាយកមកជាមួយនឹង Boom បត់ចិត្តឈឹងយកតែម្ដងបណ្ដាមានការអស់ជាមួយនឹងថថចេញមកវិញដូចគ្នា Hero ហ្នឹងធំ បាទហ្នឹងហើយយ៉ាមកទ្រួនមួយទៅលើ Boom មក skill ទី2របស់ Zat ដូចគ្នាប៉ុន្តែអត់បញ្ហាបំបាយដល់ស្លាប់ពេលលេខជាប់តែ Boom តែបន្តអត់ទាន់បញ្ហាទេជាមួយនឹង Asu បាននឹងលំខ្លួន IG យកតែម្ដងជាមួយនឹងការ killing spree ពីវត្តមានរបស់ Dark Side យេរ៉ូគឺចូលអត់ចោះយកហ្មង ប្រាស់នេះបាទលេងណាប៊ីអើយ ចូលអត់ចោះបណ្ដោយយីទៅគីឡូជន់ពេញមែនហ្នឹងមើលអូខបណ្ដោយខបណ្ដោយហើយយោ តែឥឡូវឈប់យើងវិភាគត្រាស់របស់ Pro បាទ តើការភិកបែបហ្នឹងគាត់ចង់លេងបែបមិនណោះការខៃចេញចូលតែការខៃចេញចូលវាអត់ស្រួលទេណា ហ្នឹងហើយ ព្រោះគេយកមកដើម្បី control គឺហ្នឹង បាទ ហើយបើ rotation គេមាន gram កទៀតបបាក់មែន មើលហ្គេងចូលហ្គេងយកប៉មដល់បងរត់ថេតពីក្រោមឡើងដល់លើ បាទ និយាយហ្គេមនេះត perfect មួយគឺគ្រាន់គេជីកយតោងជឿអឺ រត់ថេតពីក្រោមឡើងដល់លើគាត់ fast clear ក្រោមហើយណាគាត់រត់ថេតឡើងទៅដល់លើយក ចុះ Dark Side clear យកបាន T1 Dread នៅខាងបតំ lane ហ្នឹង ហ្នឹងហើយ ចូលចាប់ដើមចូល team fight អី ជីវ័នដាច់3ផ្លូវអី បាទ គ្នាចាស់ប៉ាគេបានមកយូរមកវិញណាអែម នេះដូចមានអារម្មណ៍ថារៀងតាន់តាប់ តាន់តាប់ហៀបពងសើចល្អអូនឡៃយេ ហើយនេះអត់មានមកទៅសើបងអូនថ្លៃទេ លេងអត់ថាដូចគ្នា talent prediction បងអូនអត់ត្រូវទេ អត់ដឹងអី ដឹងអីមិនរួចខ្លួនអាស៊ីនីមួយទេ ហួយខ្លួនស៊ីនាងមួយទេ សំបីតែបងអូនដេកអេសពោះនៅតែក៏ត្រូវដែរដល់ជាបងអូន stream ដល់អត់ទេ អូន stream អត់ តែ ដឹង មាន2គូទេ អត់ដឹង អូ បាទគូទី3បែបទៅប៉ាជីបាទតែមិនចូលបាទអញ្ចឹង306នាទីបាទ 3របស់យើងនៅក្នុងហ្គេមទី1ហាក់3ដូចខាងនេះ3ខាងនេះ0ហើយបាទអញ្ចឹងហាក់បីដូចជាខាងដាក់ក្រៃរឿងនាំមុខនៅ early game ខ្លាំងមែនតើ បាទ ភាគរយ snowball ក៏អាចមានដូចគ្នាផងដែរតែសារតែបើសិនជា green ចូលគាត់មានជាមួយនឹង stack sky booster គឺសบายលេងមែនតើហ្គេមសบาย finish យើងហ្មង boom ចាប់អ្នកណានៅក្នុងទៅហើយ បាទនិយាយទៅហ្គេមនេះបើសិនជាយើងមើលទៅជាមួយនឹង Gram God ពីអ្នក Boom ហ្នឹងគឺអាច gain បានព្រោះសារ hero single target ហើយណាមួយបើសិនជានិយាយពីសារគេតាមត RT គេអាចនឹងឈ្មោលទៅរកគាត់នេះ 3k ចូលទៅដល់ជាមួយនឹង Gram God ចាយ flicker មួយក៏ដូចជាមានការដកថយមកវិញដូចគ្នា បាទសម្រាប់ពីការលេង Mobile Legends Bang គ្មានអ្វីសប្បាយជាងប្រពូលគ្នាប្រមើលគ្នានៅរោងកុនលេងចឹងទេបាទមកដល់ក៏ផ្លេចសាកជាមួយនឹងពោតផ្ទុះទាំងអស់គ្នាឲ្យ fan MPL នឹងទទួលបានជាមួយនឹងការចុះ like 10%ភ្លាមជាមួយនឹងការទិញសបត់គ្រប់ប្រភេទលក់នៅលើ app website Legend Cinema បាទ សប្តាហ៍ក្រោយនេះ អត់និយាយថា fan Mobile Legends គឺ discount យកមក fan MPL បាទ MPL fan MPL ប្រចាំឡាយ 10% ខ្ញុំ fan តកូអូបានចុះ like ចុះតម្លៃដែរតែចុះតម្លៃថ្លៃញ៉ាំទឹកសុទ្ធ តែហ្គេមនេះបើសិនហៅ hero វាយគីឡូក៏ពិបាកដែរ បាទ បាក់វាយគីឡូធំណាស់ hero ហ្គេម បាទបោកយ៉ា យើងស្ទើរតែម៉េច និយាយទៅ final slash ទៅក៏បាទដាច់ដែរ យ៉ាហើយនៅ slash ទៅគេគប់ skill ទី2មកចេញសារជួយ បាទ ព្រោះសារត្រាស់នេះយើងទទួលស្គាល់ការ sustain និង combo ត្រាស់ a lot trade dream ក៏វារឿងល្អតែការគូសែនមាន damage ដែរ សំខាន់បាទ front ហើយ line នេះ Asu អាចលងខ្លួនដែរទេព្រោះមានការបថោងតោងស្បែកធ្វើការដកថយលឿនឆ្កើតយកតែដល់ពី Asu អូយ Asu អូយបាក់ចូលណាបាក់ control មែនតើបាក់ចូល ហើយគេយកទឹកទីខ្ទឹមណ៎មើល time គាត់បាទការ flanker គាត់យ៉ាចង់វាយ បាទចូលទៅដល់ពី Boom ធ្វើការបាន retreat ជាមួយនឹង pop មានការកកយកមកជាមួយនឹងការក្រាក់ទេវត្តមានរបស់ Kusen តែឡាជីកអានឹងលងខ្លួនដែរទៅចាប់ជីកទៅលើទៅ Asu តែមានការចាយ flicker ពីវត្តមានរបស់ Boom ដូចគ្នាផងដែរ លឿនហ្មងគាត់ជីកឲ្យទីទៅលត់ចោលប្រុយ បាទបាញ់វាយមួយវាយបាច់ហ្នឹង យ៉ា ព្រោះមិញគាត់ដឹងថាគាត់លងដែរណាបាទបើគាត់នៅដាច់គាត់មិនត្រូវដាច់គាត់ទេអញលងដល់គាត់ យ៉ា ពី Two Trend នៅខាងផ្លូវបតំ lane មានការយកបានពី Vincent តែប៉ុណ្ណេះចំណេញមកហើយ អូយលុយលីក 4k ជាងអី Oracle Radiant Armor Felix បានជាមួយ Oracle Asu មាន Radiant Armor បាទ 4k ជាង8នាទីច្រើនគួរសមដើម្បីផ្សេងក៏ Vincent ក៏ដូចជា Felix បាទក៏ជា Dark Side Stick ក៏នៅចំណាត់ថ្នាក់លេខ4បាទ T1 Dread តន់ដាច់ដល់ហើយទេដាច់ជា One Silent ទាំងពីរមកដែរ បាទឃើញ map បាទពី D7 ដឹងថាក្រាមគាត់នៅក្នុងហ្នឹងដូចគ្នា តែឃើញគេឃើញគាត់សម្រាប់គេឃើញគាត់ចូលនៅមួយថ្ងៃឃើញកើបយកហ្នឹង បាទ នេះអូមានអេសមួយ Brute Force VX ចាត់ចែង Alice Battle ពី Dark Side តែគូសែន item ច្រើនដែរដល់2 block ហើយដែរ បាទ យ៉ាតែគេនឹង Vincent ក៏មាន2 item ចិត្ត3 item ហ្នឹង Perfect Raw ទៀតឡើយ Golan ទល់ Golan ខុសគ្នា3ឲ្យ go បាទ
តែគាត់ថាហ្គេមនេះបើយើងមើលទៅជាមួយនឹងក្រាមគាត់នេះណាគ្រាន់តែ check map ណាអត់ទាន់បានបោក team fight ណា ប្រូឲ្យនឹងដើរតាមមេតាមួយនៃពេលដែលហ្គេមចង់ឲ្យគាត់រុញទៅដល់ late game ដើម្បី comeback មកព្រោះសារតែចាប់ពី8នាទីទៅpassive goal គាត់ចាប់បានឡើងច្រើនអញ្ចឹងគាត់ចង់ substantial defensive ទៅ late game មានតែអីវាយបែនបាទបើសិនជាក្នុងករណីដែលគូសែនមានលុយហ្គេមនេះក៏បានលេងដែរសម្រាប់ដាក់ក្រៃ មានការ invest ចូលទៅដល់ perform របស់យោហ្មង free ផផមួយ level 14ទល់ level 10ខុសគ្នា4 level វ៉ាវ អូយ 3 total យើងគិតមើលទៅ 3 total បាន3 kill ទៀត ហើយបើមួយទៀតឥឡូវមកលួចបានមើលមួយទៀតបាទ ដល់ អេ មែនហើយ ស៊ូវេទនាតែម្ដងមកឡតនេះអាចនឹងពិបាកចូលទៀតហើយធ្ងន់ឡតនេះបើចូលអាចលងបើសិនជាក្រាមគាត់មកពីក្រោយបាទ តែហ្គេមនេះបើសិនជាប្រឡែងឡតម្ដងហើយម្ដងទៀតពិបាកក្នុងការ clear ណាអត់មាន hero clear ឡត free ឡតបាទណាមួយពិបាកចូលទៅ content តាំងពី total 3 total គេ free ណា free 3 total ហើយឡត objective free អូក្រាមគាត់មាន motor ទៅនោះ ណាមួយ chip ធំពេក game chip ធំពេកបើហ៊ានចូលមកមើល team fight មួយគឺគេមាន chip គេមាន teleport គេអាច spray បានគ្រប់ពេលវេលា បាទ ភាសាគឺពិបាកនៅក្នុងការបន្តមែនតើ បាទ បើក total មកទៀតនេះ បាក់ចោល បើកចោល បាទចង់ភ្លាមជាមួយនឹងការគាត់ T1 Terrain យកតែម្ដងប៉ុន្តែសារមានការ ultimate ដើម្បី clear ជាមួយនឹង T1 Terrain អត់ឲ្យយកបានទេពីខាង Dark Rai អូយយូរ និយាយរួមទៅ Pro Esport មានតែខំមកសកត់ចិត្តទេ game ហ្នឹងគឺត្រូវធ្វើមិនត្រូវមានតែតុបទេចាំ late game ចាំគូសែនវាយចេញទេ Head God គួយមើលខំអត់ ខំណៃដែរខំ តែបានណាបើសិនជារំពឹងទៅលើ damage របស់ហារ៉ាតែមួយ ហ្នឹងហើយចុះមានអីទៀតមានអាហាររដ្ឋភាសាហ្នឹងហើយ ហើយមួយសើ damage magic គិតមើល ហ្នឹងហើយ physical អត់មានទៀតបាទតើអាទី clear ជាមួយនឹង land game នេះមានតែការ build យក cooldown ទេប៉ុន្តែមានការចាប់ stand ទៅលើវត្តមានរបស់សាដូចគ្នាបាទក្រាមក៏មានការបើក map បានមួយឈ្ងុយមួយឆ្ងាញ់យកតែម្ដងប៉ុន្តែជាមួយនឹង passive នៅ T3 Terrain នៅខាងផ្លូវបន្ត land ក៏អត់ឲ្យបែក ទៅបានភាសាថាប្រភេទ hero របស់ខាង Dark Rai Esport គាត់ Granger ក៏បានជា hero ដែលគេហៅអ្នកដែលវាយកំតិចទៅលើ Terrain ណាហ្នឹងអញ្ចឹង Granger ទៅបេសកតា អូចាក់មួយចាក់ពីរបាទផថយកតែម្ដងជាមួយនឹងការបោក team fight ចាក់ចូលទៅម្ដងជាមួយនឹងវត្តមានរបស់ Dark Side ប៉ុន្តែមានការជីកជាមួយនឹងអេស៊ូមានការចូលជាមួយនឹងផថលុកខ្លួនហើយពីវត្តមានរបស់ពុំមានការអត់មែនប៉ុន្តែទីវត្តមានការយកមកប៉ុន្តែពីវត្តមានរបស់ Dark Rai Esport មិនយ៉ាបើវិញ កំពុងតែជីកសុកឃើញគេនៅក្នុង Torret ចាក់ភ្លេចឡើងលឿន មកអត់បាទ ស៊ីង1ស៊ីង2បាទពី Dark Side ហ្គេមនេះ free ហើយ Dark Side មានតែចាប់ទេបាយនៅស្លាមមួយពីវត្តមានរបស់ Sorry M Felix ប៉ុន្តែអាចបថោងតោងស្បៃបានល្អខ្លាំងតែជាមួយនឹងការ cover គ្នាពី D7 Yes នេះគឺជាយុទ្ធសាស្ត្រនិងតារារបស់ខាង Pro Esport ហ្នឹងមើលទៅគឺគាត់ substantially game និង Kai team fight ទុកឲ្យ Kusen ជាអ្នក farm បាទពេលដែលមានហ្នឹងហើយពេលដែលគាត់មាន item ដែរអាហ្នឹងគាត់អាច power spike បានហើយមកផ្ទះហើយនឹងថនពី Azu ហ្នឹងបាទ recall ឡើយ ឥឡូវ អាយ៉ា អូយដាក់ Sooner ដាក់ emote Sooner អាយ៉ាបងប្អូនគេណា emote ហ្នឹង ហ្នឹងហើយ emote បងប្អូនគេគេកំពុងហៅបងប្អូននេះជួយមើលនេះយ៉ាងរៀងស្ងប់ស្ងាត់ហើយហ្គេមនេះដូចជាមិនសូវវាយគ្នាប្រហែលទេប៉ុន្តែលទ្ធផលជាមួយនឹងការបំបែក kill ពីខាង Pro Esport ក៏អត់ទាន់បានមកដែរបាទតាមគាត់បើក map 2នាក់ជាមួយនឹង Boom បាទធ្វើការមក gang យកផផយកតែម្ដងពីខាង Dark Rai Esport យក free និយាយទៅខាង Pro ឥឡូវគាត់អត់មានធ្វើអីក្រៅបើកលុយពីវត្ត មើលលុយពីវត្តហ្នឹងហើយ លុយ passive របស់គាត់ពី6ទៅ8 goal ទៅចិនរហូត8បើរសារឥឡូវគាត់ចោះទេសំបីតា grip ក៏គេយក minion គេ clear minion គេຕົក free ក្នុងពាក់កណ្ដាល map យើងហ៊ានទៅ clear មិនកើត គេមានអារម្មណ៍ចាំឲ្យគេ fail ទេ game នេះ បាទដល់ធួនជាប់ Dark Side តែ Dark Side នៅក្នុង game នេះក៏ពិបាកក្នុងការចាប់គាត់ដែរអត់មានរយចាប់ហ៎ មកឈីបនៅក្រោមមក clear lane ហើយទៀត នោះឈិបចង់ឲ្យទៅ flash ក្រោយឯងដើម្បីបើកគាត់ថត spray ព្រោះអា skill អុកវាហ្នឹងវាឥឡូវអុកទៅចាំ minion ដែរឥឡូវ clear បាន minion ទេ ហ្នឹងហើយពីមុនអុកអត់ចប់ minion តែចប់តែ hero យេបាទ hero រោគេដែរ free lot មិនអីទេប្រវត្តិសាស្ត្រអាចនឹងកាត់ឡើងម្ដងទៀតដែរទេសម្រាប់ Dark Rai Esport យ៉ា លើកគេ 12k គេ comeback អីចឹងមើលមកឡតនេះអាចបុកចូលអត់មានសៀលទេខ្ញុំគិតថា200អាចយកបានមកផ្លូវយកបានអីបងបាយយកតែម្ដងប៉ុន្តែបងធ្វើការចាយជាមួយនឹង Flicker ដកថយក៏ដូចជាឡើងនេះអាចនឹងបុក team fight ដែរទេ Flicker គេចាយ skill ទី2ហ្នឹង
ក៏ចៃ skill ទី2បន្តលេងដាច់គាត់ អូទៅផ្ទះអាចនឹងបើផតថចូល team fight ដើម្បីហ្គេមនេះក្រាមគាត់បើផតថចូលមកមានការខេតមកចូលផតថវិញដែរទេជាមួយនឹងការបោកវាយទៅលើប៊ុំមុនគេប៊ុំបានមានបញ្ហាបាយដល់ស្លាប់មួយពីវត្តមានបល Flori Emily អេស៊ូមកផ្ទះឡើងជាបានច្រើនមែនទែនជាមួយនឹងការអស់ចូលទៅក្នុងផ្ទះតែដាច់ជាមួយនឹងវត្តមានបលអេស៊ូបានតែយកមកជាមួយនឹង Philly ចាក់ចោលចាក់ឡើងអស់ជាមួយនឹង Stay Disman ធ្វើការ cover ជាមួយនឹងការបន្ត RT យកតាមដល់ពីវត្តមានបលសា Clear លត់បានដែរទេលត់ទៅដាច់ជា20%យកដល់ជាមួយនឹងការចូល Scheme អើយពីក្រាមគាត់បែកម៉ូថធ្វើការចាក់ស៊ីងយកទៅដល់ពីវត្តមានបល Dark Side ធ្វើការឡើងជាមួយនឹង Vincent ដល់មួយអត់មាន hero បុកផ្ទះជាមួយនឹងការបោកវាយចូលទៅក្នុងផ្ទះយកទៅដល់ជួយការជាប់ស្តាន់នៅក្នុងផ្ទះដាច់យកទៅដល់ពីវត្តមានបលបូមហើយនឹង Vincent ឬសូតាប៊ូប៊ូដាច់ពីរអ្នកបាត់ហើយជាមួយនឹង Vincent ក៏ទៅជាប៊ូមតែអត់មាន stack ទេដែល3ផ្លូវហើយ បាត់3ផ្លូវ អូ លើចំណេញគេមាន chip គេណាចំណេញ ហ្នឹង ទោះយកបាន Vincent ហើយមួយ boom មានតែមួយ kill ហើយ Vincent មាន kill ហើយបាទពីឲ្យចូល ហេចែក មិន គ្នា មក hero ពីឲ្យចូល បើ hero មាន strict អីមានតែមួយនឹងមាន dark side បងកែនអត់មាន kill ហ្នឹង យ៉ា 4 2ហ្នឹងលេខ ឈ្នះ objective សត អូខ្ញុំធ្វើក្រៅណា teammate បញ្ចេញបាទពី Vincent លេខ1តែម្ដង Kusan លេខ2 យ៉ា មកលេងស្រាប់ស្ងាត់ដែរបាទដល់ការតាំងចិត្តនិងភាពអំណត់ពី Pro e-sport ដល់ក្រៃក៏គាត់អត់ control ដូចគ្នា បើអាទីពី stage ធ្វើការមកពីក្រាមគាត់បើផតថជាមួយនឹងការបោកវាយដែរទេជាមួយនឹងក្រាមគាត់សងម្ដាយទៀតបតែយកមកជាមួយនឹងបូមធ្វើការម្ដាយជាមួយនឹងរបស់គឺសែនបានហើយក៏មានការចាក់ចោលចាក់ឡើងបតែយកមកជាមួយនឹងសារពីគាត់ដល់ម្ដាយពីដាក់សាយដាក់សាយធ្វើការបានជាមួយនឹង double kill ធ្វើជា game នេះ wipe out game ទី1វត្តមានរបស់ Dark Rai Esport យកជ័យជំនះទៅលើ Pro Esport បានមួយបន្ទុកមុនបាត់ទៅហើយ Game 1 secure ពី Dark Rai Esport អូ prediction របស់ជា